សូមថ្វាយបង្គំព្រះដ៏មានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធអង្គនោះមនាលខបដីនិងកហបតានីទាំងឡាយបើជនទាំងពីរអ្នកប្តីប្រពន្ធប្រាថ្នាឲ្យជួបគ្នាក្នុងបច្ចុប្បន្ននេះផងឲ្យជួបគ្នាក្នុងបរាលោកផងលុះតែជនទាំងពីរអ្នកនោះមានសទ្ធាស្មើគ្នាមានសិលស្មើគ្នាមានចាកៈស្មើគ្នាមានបញ្ញាស្មើគ្នាទើបជួបគ្នាក្នុងបច្ចុប្បន្ននេះផងជួបគ្នាក្នុងបរាលោកផងជនទាំងពីរអ្នកជាអ្នកមានសទ្ធាជាអ្នកដឹងនៅពាក្យពេចន៍នៃស្មោមជាអ្នកសង្រួមក្នុងសិលអ្នកចិញ្ចឹមជីវិតតាមកន្លងធម៌ប្រពន្ធនិងប្តីទាំងនោះពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នារមែងបានសេចក្តីចម្រើនដ៏ច្រើនទាំងមានការនៅជាសុខកើតឡើងដល់គ្នានឹងគ្នាពូសត្រូវរមែងឲ្យអន់ចិត្តចំពោះជនទាំងពីរនេះដែលមានសិលស្មើគ្នាជនទាំងពីរនេះមានសិលនឹងវត្តស្មើគ្នាលុះប្រព្រឹត្តធម៌ក្នុងលោកនេះហើយបើមានចំណងក្នុងកាមក៏រមែងជាអ្នកត្រេកអររីករាយក្នុងទេវលោកបានបុគ្គលអ្នកធ្វើបាបកម្មហើយទោះបីចូលទៅឯដរអាកាសក្នុងកណ្ដាលសមុទ្រកាន់ចន្លោះភ្នំទាំងឡាយក៏មិនក៏បីរួចចាកបាបកម្មព្រោះប្រទេសលើផែនដីដែលបុគ្គលស្ថិតនៅហើយក៏បីរួចចាកបាបកម្មនោះមិនដែលមានឡើយបុគ្គលទៅឯដរអាកាសក្នុងកណ្ដាលសមុទ្រកាន់ចន្លោះនៃភ្នំទាំងឡាយក៏មិនរួចចាកសេចក្តីស្លាប់បានព្រោះប្រទេសលើផែនដីដែលបុគ្គលស្ថិតនៅហើយសេចក្តីស្លាប់គ្របសង្កត់មិនបាននោះមិនដែលមានឡើយមនាលភិក្ខុទាំងឡាយសត្វទាំងឡាយណាសាបសូន្យចាកបញ្ញាដ៏ប្រសើរហើយសត្វទាំងឡាយនោះឈ្មោះថាសាបសូន្យអស់រលែងសត្វទាំងឡាយនោះរមែងនៅជាទុក្ខប្រកបដោយសេចក្តីត្រាំងថ្នាក់ប្រកបដោយសេចក្តីចង្អៀតចង្អល់ប្រកបដោយសេចក្តីក្តៅក្រហាយក្នុងបច្ចុប្បន្នលុះបាយធ្លាយរាងកាយស្លាប់ទៅប្រកបជាទៅកាន់ទុក្ខតេមនាលភិក្ខុទាំងឡាយសត្វទាំងឡាយណាមិនសាបសូន្យចាកបញ្ញាដ៏ប្រសើរហើយសត្វទាំងឡាយនោះឈ្មោះថាមិនសាបសូន្យសត្វទាំងឡាយនោះតែងនៅជាសុខមិនប្រកបដោយសេចក្តីថ្នាំងថ្នាក់មិនប្រកបដោយសេចក្តីចង្អៀតចង្អល់មិនប្រកបដោយសេចក្តីក្តៅក្រហាយក្នុងបច្ចុប្បន្នលុះបាយធ្លាយរាងកាយស្លាប់ទៅប្រកបជាទៅកាន់សុគតិអ្នកចូលមើលនៅសត្វលោកព្រមទាំងទេវលោកដែលជាប់នៅក្នុងនាមនឹងរូបរមែងសម្គាល់ថានេះជារបស់ពិតព្រោះសាបសូន្យចាកបញ្ញាដ៏ប្រសើរបញ្ញាជាគ្រឿងប្រព្រឹត្តទៅដើម្បីចាក់ឆ្លងនេះឯងប្រសើរបំផុតក្នុងលោកព្រោះបញ្ញានោះដឹងច្បាស់នៅកិរិយាអជាតិនឹងភពដោយប្រពៃទេវតានិងមនុស្សទាំងឡាយតែងស្រឡាញ់នៅព្រះសម្ពុទ្ធទាំងឡាយនោះដែលមានស្មារតីមានបញ្ញាជាគ្រឿងរីករាយទ្រទ្រង់នៅរាងកាយជាទីបំផុតកាលណាបុគ្គលយល់ឃើញដោយប្រាជ្ញាថាសង្ខារទាំងពួងមិនទៀងដូច្នេះកាលនោះរមែងនឿយណាយក្នុងសេចក្តីទុក្ខនេះជាផ្លូវនៃសេចក្តីបរិសុទ្ធកាលណាបុគ្គលយល់ឃើញដោយប្រាជ្ញាថាសង្ខារទាំងពួងនាំមកនៅសេចក្តីទុក្ខដូច្នេះកាលនោះរមែងនឿយណាយក្នុងសេចក្តីទុក្ខនេះជាផ្លូវនៃសេចក្តីបរិសុទ្ធកាលណាបុគ្គលយល់ឃើញដោយប្រាជ្ញាថាសង្ខារទាំងពួងមិនមែនជារបស់ខ្លួនដូច្នេះកាលនោះរមែងនឿយណាយក្នុងសេចក្តីទុក្ខនេះជាផ្លូវនៃសេចក្តីបរិសុទ្ធអ្នកចូលដកសេចក្តីស្រឡាញ់របស់ខ្លួនចេញដោយបុគ្គលដកផ្កាកុមុតដែលកើតក្នុងសារតកាលដោយដៃអ្នកចូលបណ្ដោះនៅផ្លូវសន្តិភាពតែម្យ៉ាងព្រះនិព្វានព្រះសគុតសម្ដែងទុកហើយកាលបុគ្គលត្រូវមកចូលគ្រប់សង្កត់ហើយកូនទាំងឡាយមិនមានដើម្បីជាទីពឹងបីដាក៏មិនមានទាំងភៅពងក៏មិនមានដើម្បីជាទីពឹងឡើយសេចក្តីទីពឹងក្នុងញាតិទាំងឡាយក៏មិនមានបណ្ឌិតដឹងអំណាចប្រយោជន៍នេះហើយ
គួរជាអ្នកសង្រួមក្នុងសិលគួរប្រញាប់ជំរះផ្លូវជាទីទៅកាន់ព្រះនិព្វានឲ្យបានមនាលអាវុសោសត្វមិនកើតមិនចាស់មិនស្លាប់មិនជាយត់មិនចាប់បដិសន្ធិក្នុងទីបំផុតនៃលោកណាតថាគតមិនពោលថាទីបំផុតនៃលោកនោះបុគ្គលក៏បីដឹងបានក៏បីឃើញបានក៏បីដល់បានដោយការទៅដោយជើងដូចនេះឡើយទីបំផុតនៃលោកបុគ្គលមិនក៏បីដល់ដោយការទៅដោយជើងក្នុងកាលណាឡើយឯការមិនបានដល់នៅទីបំផុតនៃលោកហើយរួចស្រឡះចាកទុកមិនមានទេព្រោះហេតុនោះបុគ្គលអ្នកមានបញ្ញាល្អដឹងច្បាស់នៅលោកដល់នៅទីបំផុតនៃលោកមានប្រមចរិយាធម៌នៅស្រេចហើយមានបាបរងាប់បងហើយដឹងនៅទីបំផុតនៃលោករមែងមិនប្រាថ្នានៅលោកនេះផងនៅលោកខាងមុខផងពោធិសត្វដែលជាគឺបុណ្យស្ទួយហើយរមែងទៅកាន់កាមកតេនិងរូបកតេឬឲ្យដល់ភគវៈព្រំក៏គង់ត្រឡប់មកកាន់ទូកតេវិញពោធិសត្វដែលមានអាយុវែងដល់ម្ល៉េះក៏គង់សយត់ចាដោយអស់អាយុព្រះមហេសីត្រាស់ថាគ្មានភពណានេះមួយទៀងទេព្រោះហេតុនោះអ្នកប្រាជ្ញមានប្រាជ្ញារក្សាខ្លួនមានប្រាជ្ញាល្អិតអ្នកគិតនៅអាចតែងចម្រើននៅមាសដ៏ប្រសើរដើម្បីដោះខ្លួនចាកជរានិងមរណៈលុះចម្រើននៅមាសដ៏ស្អាតសម្រាប់ធ្វើដំណើរទៅកាន់អមតៈនិព្វានហើយរមែងជាអ្នកមិនមានអាសវៈកំណត់នៅអាសវៈទាំងពួងហើយបរិនិព្វានរៀបរៀងដោយព្រះពុទ្ធវចនា